ជំរាបសួរបងប្អូនក៏ដូចសួស្តីបងប្អូនថ្ងៃនេះខ្ញុំតវីដេអូពីវីដេអូមុនខ្ញុំនិយាយរឿងប្រាក់ខែបាគ្រូបឋមសិក្សាថ្ងៃនេះខ្ញុំចែករំលែកពីគ្រូនៅក្នុងអនុវិទ្យាល័យណានៅក្នុងជាគ្រូអនុវិទ្យាល័យនៅក្នុងសាលារដ្ឋណាបាទជាទូទៅគ្រូនៅក្នុងអនុវិទ្យាល័យគឺទទួលបានប្រាក់ខែលើសពីគ្រូបឋមបន្តិចណាហើយគ្រូជាទូទៅគ្រូអនុវិទ្យាល័យនេះនៅក្នុងឆ្នាំ2026ប្រាក់ខែគាត់អាចច្រើនជាគ្រូបឋមហើយដោយសារតែកម្រិតនៃការបណ្ដុះបណ្ដាលរបស់គាត់និងឋានៈទូនាទីឬក៏យើងហៅថាកម្មណាបាទកម្រិតហ្នឹងគឺវាខុសគ្នាពីគ្រូបឋមអញ្ចឹងប្រាក់ខែដូចខ្ញុំបញ្ជាក់ពីមុនអញ្ចឹងប្រាក់ខែវាមិនមែនតែប្រាក់ខែគោលទេលោកគ្រូអ្នកគ្រូគាត់អាចមានប្រាក់តរន្តរស័ក្តិប្រកគាត់មានប្រាក់អតីតភាពការងារប្រកគាត់ហើយគាត់មានប្រាក់ឧបត្ថម្ភផ្សេងក៏ដូចជាប្រាក់មួយចំនួនទៀតដូចជាពិសេសទៅកាន់តំបន់ដាច់ស្រយាលអីផ្សេងគាត់អាចទទួលបានប្រាក់ឧបត្ថម្ភបន្ថែមទៀតអញ្ចឹងអ្វីដែលខ្ញុំចែករំលែកនៅទីនេះវាជាទិន្នន័យប៉ាន់ប្រមាណណាមានន័យថាជាទិន្នន័យទូទៅយើងស្មានប៉ុន្តែគិតថាវាអាចយកជាការបានដែរសម្រាប់ទាំងអស់គ្នាជាពិសេសសម្រាប់និស្សិតយើងឬក៏សិស្សចប់ពី12ចង់ប្រឡងធ្វើគ្រូអនុវិទ្យាល័យចង់អីហ្នឹងគឺជាទូទៅគឺគាត់យើងអាចដឹងព័ត៌មានហ្នឹងយើងអាចយកព័ត៌មានហ្នឹងជាមូលដ្ឋានមួយចំនួននៅក្នុងការគិតពិចារណាបានអញ្ចឹងបើសិនណាគ្រូបង្រៀនគាត់ទើបតែគ្រូអនុវិទ្យាល័យដែលគាត់ទៅចូលបម្រើការងារប្រាក់ខែគាត់អាចទទួលបានប្រហែលខ្ទង់1.7 លានបើគិតជា1.7 លានទៅ2 លានរៀលនៅក្នុងមួយខែបើយើងគិតជាដុល្លារវាអាចខ្ទង់$425ទៅ$500ក្នុងមួយខែណានៅក្នុងមួយខែហើយបើគាត់មានបទពិសោធន៍ច្រើនឆ្នាំគួរសមដែរ5-10ឆ្នាំអីចឹងទៅអាចពេលខ្លះគាត់អាចបាន2 លានទៅ2.50 លានដែលលុយដុល្លារអាច500ទៅ$625ក្នុងមួយខែហើយបើសិនណាគាត់គ្រូអនុវិទ្យាល័យដែរប៉ុន្តែជាគ្រូជាន់ខ្ពស់មានន័យថាគាត់មានបរិញ្ញាបត្រមានអីចឹងទៅហើយមានតួនាទីបន្ថែមដូចជាគាត់ជានាយករងសាលាគាត់ជាប្រធានផ្នែកកម្មវិធីសិក្សាអីមួយចឹងទៅគាត់អាចទទួលបានលើសពី2 លាន50 ម៉ឺនណាអាចលើសពី2 លាន 50 ម៉ឺនចឹងទេប្រាក់ប្រកបវាពេលខ្លះវាអាស្រ័យទៅលើប្រាក់ឧបត្ថម្ភតួនាទីបន្ថែមទៀតណាចឹងគាត់អាចមានឱកាសទទួលបានច្រើនណាគាត់ច្រើនគួរសមចឹងទាំងអស់នេះជាព័ត៌មានសម្រាប់ឲ្យបងប្អូននៅក្នុងការពិចារណាគិតថាតើយើងគួរជ្រើសរើសយកអាជីពជាគ្រូបង្រៀនតាមក្តីស្រឡាញ់ឬក៏យើងសម្រេចចិត្តនៅក្នុងការទៅធ្វើអីផ្សេងទៀតពីព្រោះមែនតើនៅក្នុងសង្គមរបស់យើងមានអាជីពជាច្រើនហើយខ្ញុំចែករំលែកវីដេអូនេះដោយសារតែពីច្រើនសិស្សសានុសិស្សនៅពេលដែលយើងមកពីស្រុកស្រែជនបទពីខេត្តពីអីជាទូទៅយើងឃើញច្រើនថាទាំងអស់គ្នាច្រើនចង់ធ្វើគ្រូចង់ធ្វើពេទ្យចង់ធ្វើបលិទាហានប៉ុន្តែយើងកម្រគិតទៅលើជំនាញផ្សេងណាពីព្រោះយើងអត់ថាអីទេដោយសារតែយើងនៅឆ្ងាយពីក្រុងពីអីចឹងទៅយើងអត់មើលឃើញឱកាសអីផ្សេងក្រៅពីឱកាសទាំងអស់ហ្នឹងដែលឱកាសទាំងអស់ហ្នឹងជាឱកាសជុំវិញខ្លួនយើងណាអញ្ចឹងខ្ញុំចែករំលែកប្រាក់ខែមួយនេះគឺដើម្បីឲ្យទាំងអស់គ្នាយកទៅគិតយកទៅថ្លឹងថ្លែងយកទៅពិចារណាណាអរគុណច្រើនប្រហែលជាវីដេអូក្រោយខ្ញុំអាចនិយាយរឿងប្រាក់ខែគ្រូអនុវិទ្យាល័យគ្រូវិទ្យាល័យបន្ថែមទៀតដើម្បីឲ្យវាចប់មកហ្នឹងបងណាចប់មកហ្នឹងហើយខ្ញុំអាចទៅនិយាយប្រធានបទផ្សេងហ្នឹងហើយទាំងអស់គ្នាសម្រាប់គ្នាយើងថ្មីអាចចូល channel របស់ខ្ញុំអាច subscribe channel របស់ខ្ញុំតោះអ្នកនឹងទទួលបានវីដេអូដែលនិយាយតាក់ទងរឿងការងារការជ្រើសរើសអាជីពការសិក្សានៅក្នុងថ្នាក់សាកលវិទ្យាល័យមហាវិទ្យាល័យក៏ដូចជាច្បាប់ការងារផ្នែកគ្រប់គ្រងធនធានមនុស្សផ្នែករដ្ឋបាលអីជាដើមណាជុំវិញទៅប្រធានបទទាំងអស់ហ្នឹងអញ្ចឹងអរគុណច្រើនទាំងអស់គ្នាយើងជួបគ្នានៅវីដេអូក្រោយលា